ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយក3ទម្លាប់តែអ្នកនរគ្នាអាសាធ្វើទៅវាអាចធ្វើឲ្យយើងឆាប់លើសបាពោះក៏ដូចជាប្រមូលជាតិខ្លាញ់អញ្ចឹងដូចយើងដឹងថាខ្លាញ់ក្បាលពោះជាខ្លាញ់ដែលស្ថិតនៅជ្រៅក្នុងពោះយើងហើយមានសរីរាង្គនៅជុំវិញវាដូចជាថ្លើមលំពែងពោះវៀននិងក្រពះចំពោះខ្លាញ់នេះកាន់តែកកកុញច្រើននាំឲ្យមានការរលាករ៉ាំរ៉ៃនិងហានិភ័យកើនជំងឺផ្សេងៗដូចជាបញ្ហាធាត់មានទឹកនោមផ្អែមនិងបញ្ហាលើសឈាមផងដែរអញ្ចឹងទៅមើលថាតើ3ទម្លាប់ហ្នឹងវាមានអីខ្លះអញ្ចឹងទម្លាប់ទី1គឺអ្នកនរគ្នាចូលចិត្តញ៉ាំភេសជ្ជៈដែលមានជាតិផ្អែមលើសកម្រិតអញ្ចឹងយោងតាម Eating Well គាត់បានបញ្ជាក់ថាការផឹកភេសជ្ជៈមានជាតិស្ករលើសកម្រិតមិនថាកាហ្វេឬក៏ភេសជ្ជៈផ្សេងៗនោះទេវាជាការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងពោះដោយសារការកើននៃកាឡូរីបើអ្នកមិនត្រូវបានប្រើប្រាស់ជាតិខ្លាញ់អស់នោះទេបញ្ហាដំបូងគឺក្បាលពោះរបស់អ្នកកាន់តែធំអ្នកធាត់ភាគច្រើនមកពីទម្លាប់ផឹកភេសជ្ជៈផ្អែមៗនិងនំផ្អែមៗនេះឯងចឹងចំពោះទម្លាប់ទី2គឺយើងអង្គុយច្រើនម៉ោងជាប់គ្នាអញ្ចឹងការអង្គុយយូរម៉ោងជាប់គ្នាវាធ្វើឲ្យរាងកាយចំណាយថាមពលតិចតួចតែ stress យើងបានកើនឡើងហើយបរិមាណកាឡូរីដែលអ្នកហូបពីអាហារមានការរំលាយតិចធ្វើឲ្យរាងកាយអ្នកសល់ខ្លាញ់ច្រើនលើសពីនេះទៅទៀតការអង្គុយយូរនោះ លើសពីនេះទៅទៀតការអង្គុយយូរនោះនាំបញ្ហាដល់សាច់ដុំការរំលាយអាហារនិងកើនជាតិខ្លាញ់ទម្លាប់បែបនេះធ្វើឲ្យអ្នកមានភាពប្រែប្រួលអាំងស៊ូលីនថយចុះចំណែករាងកាយកាន់តែផ្ទុកជាតិខ្លាញ់កាន់តែច្រើនឡើងអញ្ចឹងនេះជាទម្លាប់ទី2យើងអង្គុយធ្វើការឬក៏អង្គុយយូរពេកអញ្ចឹងក៏វាអាចបង្កើនជាតិមានថាយើងអត់សូវប្រើកម្លាំងច្រើនអញ្ចឹងអាហ្នឹងវាអាចកើនឡើងចឹងចំពោះទី3គឺការញ៉ាំអាហារកែច្នៃជាអាហារសម្រន់ការហូបនំខេកសាច់ក្រកដំឡូងបំពងមីកញ្ចប់ច្រើនដែលមានផ្ទុកជាតិស្ករជាតិខ្លាញ់ឆ្អែតនិងអំបិលច្រើនព្រមទាំងជាតិប្រៃសរសៃនិងជាតិប្រូតេអ៊ីនទាបជាបញ្ហានាំឲ្យកើនទម្ងន់និងបញ្ហាមេតាបូលីសនៃជាតិខ្លាញ់និងជាតិស្ករក្នុងរាងកាយកើនឆាប់ណាស់យូរទៅជាតិខ្លាញ់ក៏ប្រមូលផ្ដុំនៅជុំវិញថ្លើមនិងលំពែងនាំឲ្យក្បាលពោះអ្នកធំហើយក៏មានហានិភ័យជំងឺទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូងថែមទៀតនេះបើយោងតាមគេហទំព័រ Type of India អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចយល់ដឹងពីទម្លាប់នេះហើយអាចព្យាយាមកាត់បន្ថយទម្លាប់ទាំងអស់ហ្នឹងទៅដើម្បីកុំឲ្យមានជាតិខ្លាញ់ច្រើននិងដុសបាសពោះបាទអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅអត្ថបទសុខភាពបន្តទៀត